សូមជូនព័ត៌មានពិស្ដារទី1បើយោងតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន The Atlantic បាទគាត់បានសន្ទនាគ្នាជាមួយនឹងលោកប្រធានាធិបតី Donald Trump ឬក៏អាចថាជាការបទសម្ភាសន៍ exclusive scoop មួយរបស់ខាង Atlantic ផងដែរបាទគឺបើតាមការឲ្យដឹងនោះគឺមួយថ្ងៃក្រោយពីសហរដ្ឋអាមេរិកបើការវាយប្រហាររួមគ្នាជាមួយនឹងអ៊ីស្រាអែលដើម្បីកំទេចឲ្យនឹងបានធ្វើឃាតមេដឹកនាំកម្ពុជារបស់ប្រទេសអ៊ីរ៉ង់គឺលោកប្រធានាធិបតី Donald Trump បានថ្លែងប្រាប់សារព័ត៌មាន The Atlantic ថាក្រុមមេដឹកនាំថ្មីនៅប្រទេសអ៊ីរ៉ង់ឥឡូវនេះគឺបានបោះដៃមកសូមចរចាជាមួយនឹងលោកប្រធានាធិបតី Donald Trump ហើយលោកប្រធានាធិបតីលោកបានបញ្ជាក់ថាលោកក៏មានផែនការចង់និយាយជាមួយពួកគេដែរបាទហើយនៅពេលដែលអ្នកសារព័ត៌មានសួរថាអញ្ចឹងការសន្ទនាគ្នានឹងនៅថ្ងៃហ្នឹងឬក៏ថ្ងៃស្អែកឬក៏ថ្ងៃណាលោកប្រធានាធិបតីអាចបញ្ជាក់បានទេលោកថាប្រាប់មិនបានទេណាគឺគ្រាន់តែលោកឲ្យដឹងថាលោកព្រមជួបចរចាដោយលោកក៏កត់សម្គាល់ថាបើព្រមចរចាតាមយូរទៅហើយវាអត់មានរឿងរ៉ាវកើតឡើងអញ្ចឹងទេបាទគឺអ្នកដែលចូលមកចរចាលោកថាឥឡូវពិបាកដែរណាពីព្រោះអ្នកដែលចូលរួមចរចានោះភាគច្រើនឥឡូវនឹងស្លាប់អស់បាត់ទៅហើយបាទអញ្ចឹងគឺឥឡូវមកចរចាគ្នាចាប់ផ្ដើមឡើងវិញក៏បានទៅយ៉ាងម៉េចក៏បានមកបាទនេះបើយោងតាមអ្វីដែលលោកប្រធានាធិបតីបានប្រាប់សារព័ត៌មាន The Atlantic ហើយបើយោងតាមសេចក្តីរាយការណ៍នេះឲ្យដឹងថាកាលពីថ្ងៃម្សិលមិញលោកប្រធានាធិបតីលោកបានចេញសារមួយតាមបណ្ដាញសង្គមឲ្យខ្ញុំបានបកប្រែសង្ឃឹមថាប្រិយមិត្តបានស្ដាប់ទាំងស្រុងគឺលោកប្រធានាធិបតីបានស្នើឲ្យប្រជាពលរដ្ឋអ៊ីរ៉ង់បាទក្រោកឈរឡើងដើម្បីផ្លាស់ប្ដូរប្រឆាំងនឹងមេដឹកនាំបច្ចុប្បន្ននេះបាទរបបបច្ចុប្បន្ននេះឥឡូវវាអស់មេដឹកនាំហើយបាទនៅសល់តែរបបបច្ចុប្បន្ននេះនៅពេលណាដែលយុទ្ធនាការទម្លាក់គ្រាប់បែករបស់សហរដ្ឋអាមេរិកនឹងបញ្ចប់បាទហើយនៅពេលដែលអ្នកសារព័ត៌មានសួរលោកប្រធានាធិបតីថាតើលោកប្រធានាធិបតីនឹងអូសបន្លាយយុទ្ធនាការនៃការទម្លាក់គ្រាប់បែកនឹងរហូតដល់ណាដើម្បីធ្វើយ៉ាងណាទុកពេលឲ្យប្រជាពលរដ្ឋនៅក្នុងប្រទេសអ៊ីរ៉ង់ងើបមកបះបោរដើម្បីផ្ដួលរំលំរបបនោះគឺលោកប្រធានាធិបតីបញ្ជាក់ថាគឺអាមេរិកនឹងនៅតែបន្តបាទផ្ដល់ការគ្រប់គ្រងរហូតដល់ពេលណាមួយដែលពួកគេធ្វើស្ថានភាពបានរហូតដល់ស្ថានភាពហ្នឹងគឺវានឹងកើតឡើងបាទគឺស្ថានភាពដែលប្រជាពលរដ្ឋចេញមកបះបោរហ្នឹងនឹងកើតឡើងគឺលោកបញ្ជាក់ថាលោកមិនអាចបញ្ជាក់បានច្បាស់ថាតើត្រូវបន្តទម្លាក់គ្រាប់បែកហ្នឹងដល់ពេលណានៅឡើយទេក៏ប៉ុន្តែគឺលោកប្រធានាធិបតីក៏បានសម្ដែងនៅការជឿជាក់ថានឹងមានប្រជាពលរដ្ឋចេញមកបះបោងើបឡើងផងដែរនៅក្នុងរយៈពេលដ៏ខ្លីខាងមុខនេះដោយលោកបានកត់សម្គាល់ថាឥឡូវហ្នឹងគឺគ្រាន់តែឮសូរដំណឹងអំពីការស្លាប់របស់លោក Khamenei គឺនៅក្រៅប្រទេសនេះគឺតាំងពីនៅអឺរ៉ុបនៅ New York Los Angeles នៅក្នុងប្រទេសខ្លួនឯងហ្នឹងក៏មានអ្នកចេញមកអបអរសាទរសប្បាយរីករាយផងដែរដែលចំពោះដំណឹងនៃការស្លាប់នេះហើយក៏ប៉ុន្តែសារព័ត៌មានក៏បានឲ្យដឹងដែរថានៅក្នុងអ៊ីរ៉ង់ហ្នឹងក៏មានអ្នកចេញមកសម្ដែងការខឹងសម្បាដែរបាទនេះគឺជាព័ត៌មានទី1ណាទីព័ត៌មានទី1ដែលសារព័ត៌មាន Atlantic បានរាយការណ៍ដឹងទន្ទឹមនឹងនោះគឺនៅក្នុងព័ត៌មានដែលខ្ញុំដាក់ចូលព័ត៌មានទី1ដែរនេះគឺលោកប្រធានាធិបតីខ្លួនឯងបានបង្ហោះសារតាមបណ្ដាញសង្គមរបស់លោកហើយទៅបានខាង Facebook របស់សេតាវិមានយកមកផ្សាយបន្តផ្ទាល់នោះគឺលោកប្រធានាធិបតីបានប្រកាសថាអាមេរិកបានបាញ់កំទេចនាវាជើងទឹកនាវារបស់ទាហានជើងទឹករបស់អ៊ីរ៉ង់ចំនួន9គ្រឿងបាទឥឡូវនេះគឺកំពុងតែតាមកំទេចបន្ថែមទៀតហើយគឺមានឮសូរអញ្ចឹងគឺមានអ្នកដែលសួរថាចុះគឺឮសូរថាបាញ់កំទេចនាវាAbraham Lincoln របស់ខាងសហរដ្ឋអាមេរិកនោះគឺអត់មានព័ត៌មានហ្នឹងទេបាទគឺខាងមេបញ្ជាការគាត់ថាគឺក្រុមខាងអ៊ីរ៉ង់បង្កើតព័ត៌មាននឹងคล้ายៗកើតឡើងទេណាបាទគឺអត់មានដែលអាចនឹងទម្លាក់មកបានទេបាទអញ្ចឹងគឺសូមជូនចម្លើយប៉ុណ្ណឹងបាទពីព្រោះនេះស្ថានភាពនៅក្នុងសមរភូមិជាពិសេសនៅក្នុងសមុទ្របាទពិបាកនៅក្នុងការរកទីតាំងរបស់នាវា Abraham ហ្នឹងបើយើងនិយាយខ្ញុំបើកវងចរបន្តិចណាបាទនិយាយថានាវាអញ្ចឹងប៉ុន្តែចូលទៅដល់ក្នុងសមុទ្រធំណាស់នាវានឹងដូចជាកូនទូកតូចមួយអញ្ចឹងបាទដល់អញ្ចឹងទៅមិនងាយរក coordination ឃើញទេហើយគេលាក់គេអត់ឲ្យដឹងទេបាទអញ្ចឹងមិនងាយអាចនឹងបាញ់ទៅងាយទេបាទនេះគឺខាង
ខាងបញ្ជាការកណ្ដាលណាចិនខំហ្នឹងក៏បាននិយាយថាអត់មានទេគឺជាព័ត៌មានដែលអេរ៉ង់បង្កើតឡើងទេក៏ប៉ុន្តែយ៉ាងណាក៏ដោយគឺលោកប្រធានាធិបតីថ្លែងនៅមុននេះបន្តិចគឺថាមានទាហានរបស់សហរដ្ឋអាមេរិកចំនួន3នាក់បានពលីជីវិតផងដែរដោយមិនបញ្ជាក់ថានៅទីតាំងណានោះទេហើយលោកប្រធានាធិបតីនៅក្នុងសន្ទរកថានោះក៏បានបញ្ជាក់ថាជារឿងមួយសោកស្ដាយក៏ប៉ុន្តែលោករំពឹងថានឹងមានលះបង់ជីវិតបន្ថែមទៀតដើម្បីបេសកកម្មនេះអញ្ចឹងគឺជាព័ត៌មានមួយដែលសារព័ត៌មាននានាយកធ្វើជា headline ច្រើនណាស់ថាលោកប្រធានាធិបតីនឹងបន្តយុទ្ធនាការនេះហើយអាចនឹងមានយុទ្ធជនរបស់សហរដ្ឋអាមេរិកបន្តលះបង់ជីវិតបន្ថែមទៀតដើម្បីឲ្យបានប្រតិបត្តិការនេះជោគជ័យផងដែរបាទនេះគឺជាព័ត៌មានទី1ណាដែលខ្ញុំចង់ក្រងសម្រាប់ប្រិយមិត្តទាំងអស់គ្នា